ta nhẹ rồi kia cũng phơi vậy nắng lúcประเทศเช่นเจียงแค่นิ่งลุ้ยจินๆរបស់លោកឲ្យពួកយើងចាប់បាននៅនឹងកន្លែងតែម្ដងនរណាប្រាប់ថាจินៗនេះនាងជាអ្នកលួចจินៗនេះគឺខ្ញុំជាអ្នកឲ្យនាងតើស្អីគេលោកប្រធានចិនលោកមានប្រពន្ធហើយពិតមែនហើយខ្ញុំពិតជាបានរៀបការរួចហើយចុះលោកស្រីម្នាក់នោះជាអ្នកណាអាចសួរបានទេចុះចិនៗមិននៅក្នុងដៃជាងឆែនទេអីនេះពិតជាអ្វីដែលលោកប្រធានចិនឲ្យមែនប៉ុន្តែគឺដើម្បីអរគុណដែលខ្ញុំបានជួយលោកតារបស់លោកចុះហេតុអ្វីនាងនិយាយថានេះជាការដូរស្នេហាពីប្តីនាងទៅវិញមនុស្សដែលលួចស្រឡាញ់ខ្ញុំតែងតែហៅខ្ញុំថាដេកនៅពីក្រោយខ្នងតើអ្នករាល់គ្នាមើលមិនដឹងទេអីនាងលួចស្រឡាញ់ខ្ញុំអ្នកនាងជាងឈានការលួចស្រឡាញ់នេះនាងត្រូវតែចេះទុកចិត្តខ្លះផងនាងតែងតែយកសព្វថាចង់រៀបការជាមួយខ្ញុំប៉ុន្តែខ្ញុំរៀបការរួចហើយនាងត្រូវប្រយ័ត្នការហៅរោគផងចាស់លោកប្រធានចិនខ្ញុំខុសហើយតាមពិតគឺបែបនឹងសោះទៅវិញទៅប្រញាប់ទៅធ្វើការវិញទៅលោកហួយបានជន់ចិញ្ចៀនរបស់ខ្ញុំរហូតដល់ខូចហើយឈប់សិនលោកប្រធានចិនខ្ញុំខុសហើយខ្ញុំមិនបានតាំងចិត្តទេលោកឯងពិតជាមានមហិច្ឆតាធំណាស់ខ្ញុំឲ្យជំរើស2ដល់លោកមួយគឺសងតាមតម្លៃដើម2គឺចូលប៉ុស្តិ៍ប៉ូលីសសារភាពកំហុសកុំអីបាទលោកប្រធានចិនខ្ញុំគ្មានលុយច្រើនដល់ថ្នាក់នឹងទេហើយឥឡូវនេះខ្ញុំកំពុងធ្វើជាតៃកុងឡានឲ្យលោកស្រីណែនជាងខ្ញុំមិនអាចចូលគុកបែបនេះបានទេធ្វើជាតៃកុងឡានឲ្យម៉ែធေါ်ខ្ញុំផងប្រពន្ធសម្លាញ់អូនចង់ចាត់ការគេយ៉ាងម៉េចដែរប្រពន្ធមិនមែនថាបានរៀបការហើយទេអីហេតុអ្វីនិយាយចេញមកបែបនេះលោកប្រធានចិននាងហ៊ានធ្វើដាក់ខ្ញុំនៅតែទ្រាំទៀតតើខ្ញុំនៅជាមនុស្សទៀតទេច្បាស់ជាមានរឿងក្នុងចិត្តហើយនាងតែងតែមកតាមញ៉ែប្តីខ្ញុំមនុស្សប្រុសព្រានជែងចិនតាមពិតប្តីដែលនាងរៀបការជាមួយគឺលោកប្រធានចិនសោះហេតុអ្វីនាងមិនប្រាប់ឲ្យឆាប់គ្មានអ្វីត្រូវនិយាយជាមួយនាងទេចិនប្រធានលោកស្រីខុសហើយខ្ញុំដឹងខ្លួនខុសហើយខ្ញុំខុសអាការពីមុនក្នុងកម្មវិធីប្រកួតតន្ត្រីបុរាណនាងបានបង្កាច់បង្ខូចខ្ញុំធ្វើឲ្យអ្នករៀបចំកម្មវិធីតែខ្ញុំចេញពីការប្រកួតបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំតិចទីអស់ឥឡូវនេះប្រហែលជាដល់ពេលដែលត្រូវសង្វិញហើយខ្ញុំនឹងមិនអត់ទោសឲ្យនាងឡើយចុះអូនចង់ដោះស្រាយយ៉ាងម៉េចដែរលោកប្រធានចិនខ្ញុំលែងចង់ឃើញមុខនាងទៀតហើយចូលទៅសុំលាឈប់ពីម៉ែធေါ်ខ្ញុំដោយខ្លួនឯងទៅហើយចាប់ពីពេលនេះទៅកុំឲ្យខ្ញុំឃើញមុខឯងនៅក្នុងក្រុមយ៉ាងនេះទៀតឲ្យសោះចេញទៅអរគុណលោកប្រធានចិនអរគុណណាស់លោកប្រធានចិនហើយរឿងសងការខូចខាតនោះគុំស្មានថាខ្ញុំភ្លេចឲ្យសោះម្យ៉ាងទៀតរឿងដែលខ្ញុំនឹងប្រពន្ធរៀបការជាសម្ងាត់បើឯងហ៊ានតែនិយាយប្រាប់អ្នកណាត្រៀមខ្លួនទទួលលទ្ធផលទៅសុំទោសផងណាដែលធ្វើឲ្យអូនត្រូវរងភាពអយុត្តិធម៌បែបនេះប្រសិនបើទំនាក់ទំនងរបស់ពួកយើងត្រូវបានបង្ហាញជាសាធារណៈរឿងបែបនេះប្រហែលជាមិនកើតឡើងទៀតទេបើបើកចំហទៅជាមួយនឹងកេរ្តិ៍ឈ្មោះលោកនឹងច្រើនរបស់ខ្ញុំជាបំណែកបាត់ទៅហើយទេអីការរៀបការលាក់បាំងអាចកាត់បន្ថយបញ្ហាបានច្រើននេះគឺល្អហើយតោះខ្ញុំទៅធ្វើការសិនហើយលោកប្រធានចិនលោកនៅចាំក្មេងស្រីដែលបានជួយលោកក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពី3ឆ្នាំមុនទេគឺជាមិនចិនខាងគ្រូពេទ្យក៏បានបញ្ជាក់ដែរថាអ្នកដែលជួយលោកពិតជាយ៉ាងឈានមែនកាលពីមុនដើម្បីទប់ទល់នឹងការដេញឲ្យរៀបការពីលោកតានឹងពួកស្រីដែលតាមរំខានខ្ញុំតែងតែប្រកាសប្រាប់ខាងក្រៅថាស្រីម្នាក់នេះគឺជាមនុស្សក្នុងដួងចិត្តខ្ញុំបើមិនមែននាងខ្ញុំមិនកើតនឹកស្មានថាពិតជាបានរៀបការជាមួយនាងមែនខ្ញុំដឹងថានេះគឺជាព្រំលិខិតដែលស៊ូកលីបានប្រទានឲ្យបញ្ជាក់ថាលោកនិងលោកស្រីពិតជាគូព្រេងពីជាតិមុនមែនឈប់បញ្ចូលទៅប្រញាប់ទៅរៀបចំកាដូមួយមកខ្ញុំចង់ជូនយ៉ាងខែនហ៊ុនជឿអាភ្លើនេះមិនដឹងថាវាទៅផុតឬនៅទេមេកាហ៊ីកុំខឹងអីអ្នកនាងគឺជាលោកស្រីប្រធានណាយួនខើវាមានចិត្តក្លាហានឯណាហ៊ាននិយាយប្រាប់គេតើនាងដឹងដោយរបៀបណាថាយិនជារៀបការហើយលោកប្រធានចិនបាននិយាយផ្ទាល់មកថាគាត់រៀបការហើយមេកាហ៊ីលោកស្រីប្រធានអ្នកនាងនិងលោកចិនសម្រេចបំណងហើយចុះហេតុអ្វីមិនបង្ហាញថាសាធារណៈគ្នាមិនដឹងថាប្រពន្ធរបស់យិនជាអ្នកណាទេខ្ញុំជាមេកាក្នុងក្រុមហ៊ុននេះបើចំហឲ្យគ្រប់គ្នាដឹងខ្លាចថានឹងប៉ះពាល់ដល់ការងារខ្ញុំមុខនៅក្នុងក្រុមហ៊ុននៅតែហៅខ្ញុំថាមេកាដែរទៅក្នុងក្រុមហ៊ុនខ្ញុំហៅអ្នកនាងថាមេកាប៉ុន្តែខ្ញុំនៅតែចូលចិត្តហៅអ្នកនាងថាលោកស្រីប្រធានតាមចិត្តចុះប៉ុន្តែចិនមួយរយៈនេះហាក់ដូចជាប្រងើយកន្តើយដាក់ខ្ញុំតើត្រូវធ្វើដូចម្តេចទើបអាចតាក់ទាញចំណាប់អារម្មណ៍របស់ចិននេះកំពុងរវល់ខ្លាំងណាស់គាត់ចង់ដណ្ដើមយកដីនៅឈូងសមុទ្រយូហេបើអ្នកនាងជួយគាត់ដណ្ដើមយកបានគាត់ច្បាស់ជាគាត់សរសើរអ្នកនាងមិនខានត្រូវហើយឲ្យតែខ្ញុំដណ្ដើមយកដីនោះបានចិននឹងមើលមកខ្ញុំក្នុងផ្លូវល្អវិញតើលោកចង់ជូនអ្វីឲ្យខ្ញុំឲ្យប្រាកដហ្នឹងមើលខ្លួនឯងទៅមិនបាច់សួរច្រើនទេយ៉ាងម៉េចដែរចូលចិត្តទេហេតុអ្វីបានជាលោកជូនរបស់នេះមកខ្ញុំមិនមែនចិត្តដល់ថ្ងៃខួបកំណើតអូនហើយទេអីបងបានស៊ើបដឹងថាអូនធ្លាប់ចូលរួមការប្រកួតតន្ត្រីបុរាណល្បីកម្រិតអន្តរជាតិណាស់អញ្ចឹងហើយទៅបងប្អូនច្បាស់ជាចូលចិត្តកាដូនេះមិនខានលោកពិតជាជឿខ្ញុំមែន
កាលពីការប្រកួតតន្ត្រីបុរាណនោះអ្នករៀបចំកម្មវិធីត្រូវបានគេឆ្នាំពិតជាស្អាតស្អំមែនណាពិតមែនហើយអូនជា ប្រពន្ធបងច្បាស់ជាជឿថាអូនស្ ប្រ អាតស្អំ សិន ហើយ បើកាលពីឆ្នាំនោះមានអ្នកណាម្នាក់ជឿជាក់លើខ្ញុំដូចលោកខ្ញុំក៏មិនត្រូវបាក់មុខបាក់មាត់រហូតដល់ត្រូវរត់មកពួននៅផ្ទះសំណាក់បែបនេះដែរ ចង់សាកល្បងមើលបន្តិចទេ